បងប្អូនមានធ្លាប់មានពេលណាដែលបងប្អូនធ្វើអ្វីមួយហើយវាមិនដំណើរការហើយបងប្អូនបន្ទោសខ្លួនឯងពីការបរាជ័យហើយនឹងភាពមិនល្អគ្រប់គ្រាន់របស់ខ្លួនឯងដែរទេយើងភាគច្រើនតែងតែគិតថាភាពបរាជ័យគឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យរបស់យើងភ័យខ្លាចវាយើងជៀសវាងវាហើយនៅពេលដែលវាកើតឡើងយើងមានអារម្មណ៍បាក់ទឹកចិត្តជាដើមប៉ុន្តែបងប្អូនដឹងទេថានៅក្នុងពិភពនៃបច្ចេកវិទ្យាដ៏ទំនើបបំផុតភាពបរាជ័យមិនមែនជាសត្រូវនោះទេវាគឺជាមិត្តភក្តិដ៏ល្អបំផុតរបស់យើងនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីគំនិតមួយដែលនឹងផ្លាស់ប្ដូររបៀបដែលបងប្អូនមើលកំហុសរបស់ខ្លួនឯងជារៀងរហូតនោះគឺការរៀនសូត្រដោយខ្លួនឯងនៅក្នុងប្រព័ន្ធឯករាជ្យតើអ្វីទៅជាការរៀនសូត្រដោយខ្លួនឯងតែយើងហៅវាថា self learning នៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រប្រព័ន្ធឯករាជ្យដ៏ទំនើបបំផុតដូចជា AI ឬក៏ machine learning មានលក្ខណៈពិសេសមួយគឺពួកវាអាចធ្វើបច្ចុប្បន្នភាពគំរូហើយនឹងវិធានរបស់ខ្លួនដោយផ្អែកទៅលើលទ្ធផលនៃសកម្មភាពពីមុនបានមានន័យថាប្រសិនបើម៉ាស៊ីនធ្វើអ្វីមួយហើយវាមិនដំណើរការវាមិនអង្គុយយំឬក៏បាក់ទឹកចិត្តដូចមនុស្សយើងនោះទេផ្ទុយទៅវិញវានឹងកែតម្រូវក្បួនដោះស្រាយរបស់វាភ្លាមសម្រាប់លើកក្រោយដែលយើងហៅវាថា algorithm នេះហើយគឺជាសារៈសំខាន់នៃការរីកចម្រើនហើយបងប្អូនមានដឹងទេថាមនុស្សយើងក៏មានក្បួនដោះស្រាយរបស់យើងដែរ algorithm របស់យើងនោះគឺយើងហៅវាថាគំរូផ្លូវចិត្តឬក៏ mental model វាគឺជារបៀបដែលយើងគិតហើយនឹងរបៀបដែលយើងសម្រេចចិត្តបើយើងធ្វើសកម្មភាពមួយហើយទទួលបានលទ្ធផលអាក្រក់តែយើងមិនព្រមកែប្រែគំរូផ្លូវចិត្តរបស់យើងនោះទេនោះយើងនឹងទទួលបានលទ្ធផលអាក្រក់ដដែលជារៀងរហូតដូច្នេះតើយើងត្រូវធ្វើដូចម្តេចគន្លឹះគឺនៅត្រង់ថានៅក្នុងជីវិតរបស់យើងផ្ទាល់ការរៀនសូត្រដោយខ្លួនឯងគឺជាអ្វីដែលអនុញ្ញាតឲ្យយើងបំប្លែងភាពបរាជ័យរបស់យើងឲ្យទៅជាចំណុចទិន្នន័យដ៏មានតម្លៃបំផុតសាកស្រមៃមើលថារាល់ពេលដែលយើងធ្វើខុសវាមិនមែនមានន័យថាយើងជាមនុស្សអន់នោះទេវាគ្រាន់តែជាទិន្នន័យឬក៏ data point មួយដែលប្រាប់យើងថាផ្លូវនេះមិនដំណើរការទេចូលសាកល្បងផ្លូវផ្សេងជំនួសឲ្យការបាក់ទឹកចិត្តឬក៏ស្ដីបន្ទោសខ្លួនឯងចូលឈប់មួយផ្លែតហើយសួរខ្លួនឯងនៅសំណួរដ៏មានអានុភាពចំនួន2សំណួរទី1តើរឿងនេះផ្ដល់ព័ត៌មានថ្មីអ្វីខ្លះដល់ខ្ញុំសំណួរទី2តើខ្ញុំអាចកែលម្អគំរូផ្លូវចិត្តរបស់ខ្ញុំអំពីស្ថានភាពនេះដោយរបៀបណាការសួរនិងការកែតម្រូវនេះហើយដែលគេហៅវាថារង្វិលនៃការរៀនសូត្រឬក៏ learning loop នេះគឺជាគន្លឹះនៃភាពធន់និងភាពជោគជ័យរយៈពេលវែងរបស់យើងវាធានាថាយើងមិនមែនគ្រាន់តែធ្វើកំហុសដដែលរហូតនោះទេតើបងប្អូនអាចអនុវត្តវាយ៉ាងដូចម្តេចនៅក្នុងជីវិតជាក់ស្ដែងរបស់បងប្អូនខ្ញុំសូមណែនាំ3ជំហានសំខាន់ជំហានទី1នៅពេលដែលមានរឿងអ្វីមួយមិនដំណើរការសូមកុំគេចវេះពីវាចូលទទួលស្គាល់វាជំហានទី2សរសេរចុះនៅអ្វីដែលវាបានកើតឡើងហើយនឹងមូលហេតុរបស់វានេះគឺជាការប្រមូលទិន្នន័យជំហានទី3សម្រេចចិត្តថាតើយើងផ្លាស់ប្ដូរអ្វីខ្លះនៅលើក្រោយនេះគឺជាការធ្វើបច្ចុប្បន្នភាព algorithm របស់យើងឧទាហរណ៍បើយើងបរាជ័យនៅក្នុងការសម្ភាសន៍ការងារមួយកុំគិតថាខ្ញុំគ្មានលទ្ធភាពចូលសួរខ្លួនឯងថាតើខ្ញុំត្រៀមខ្លួនមិនគ្រប់គ្រាន់ត្រង់ណាតើខ្ញុំត្រូវអនុវត្តការឆ្លើយសំណួរយ៉ាងដូចម្តេចសម្រាប់លើកក្រោយជាដើមតាមរយៈការទទួលយកផ្នត់គំនិតនៃការពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំយើងធានាថាមូលដ្ឋាននៃចំណេះដឹងរបស់យើងតែងតែវិវត្តទៅរកអ្វីដែលកាន់តែពិតប្រាកដនិងមានប្រយោជន៍សម្រាប់យើងបងប្អូនពិភពលោកកំពុងតែផ្លាស់ប្ដូរយ៉ាងលឿនអ្វីដែលដំណើរការនៅថ្ងៃនេះអាចនឹងមិនដំណើរការនៅថ្ងៃស្អែកដូច្នេះហើយសមត្ថភាពដ៏សំខាន់បំផុតមិនមែនជាការដឹងរឿងគ្រប់យ៉ាងនោះទេតែគឺជាសមត្ថភាពនៅក្នុងការរៀនសូត្រនិងការកែតម្រូវខ្លួនឯងឲ្យបានលឿនចាប់ពីថ្ងៃនេះតទៅសូមកុំភ័យខ្លាចចំពោះកំហុសរបស់ខ្លួនឯងចូលស្វាគមន៍វាដូចជាម៉ាស៊ីន AI ដ៏ឆ្លាតវៃដែលវាទទួលយកទិន្នន័យថ្មីដើម្បីធ្វើឲ្យខ្លួនវាកាន់តែប្រសើរឡើងជានិច្ចអញ្ចឹងដែរចូលចងចាំថាភាពបរាជ័យមិនមែនជាចំណុចបញ្ចប់នៃផ្លូវរបស់យើងនោះទេតែវាគ្រាន់តែជាទិន្នន័យមួយដែលជួយឲ្យយើងកែតម្រូវផ្លូវរបស់យើងដើម្បីឈានទៅរកភាពជោគជ័យពិតប្រាកដតែប៉ុណ្ណោះ